នៅក្នុងមន្ទីរពេទ្យនេះអញ្ចឹងប្រធានចាំងក៏តរិចរាយទៅត្រែងយ៉ាងណាខ្ញុំមកទីនេះគឺមកឲ្យលុយដល់ប្រធានចាំងនាងមើលជំងឺមែនទេនាងមើលទៅមិនដូចឈឺទេខ្ញុំឈឺឬអត់មិនពាក់ព័ន្ធនឹងលោកទេមិនក៏ថាមិនពាក់ព័ន្ធនាងជាម្ដាយរបស់ជឿអាងនាងឈឺគឺប៉ះពាល់ដល់កូនរបស់ខ្ញុំឆាប់បកគលគេមកឲ្យខ្ញុំទៅប្រធានចាំងរងាប់អារម្មណ៍នេះទេសុខភាពខ្ញុំល្អណាស់ប្រកាសជារស់នៅយូរជាងប្រធានចាំងទៅទៀតមិនឈឺមកទីនេះធ្វើស្អីទៅឬមួយខ្ញុំមកពិនិត្យសុខភាពមិនបានទេលោកទៅវិញទេរវល់ខ្លាំងយ៉ាងនេះនៅមកមន្ទីរពេទ្យឬមួយក៏ស្ដាប់តាមសម្ដីខ្ញុំមកមន្ទីរពេទ្យព្យាបាលត្រង់នោះទេដឹងត្រង់នោះខ្ញុំគ្មានបញ្ហាទេមនុស្សប្រុសគ្រប់គ្នាសិតតែនិយាយអញ្ចឹងប្រធានចាងទុកចិត្តចោះខ្ញុំរក្សាអាចកំបាំងឲ្យព្យាបាលឲ្យបានល្អតែងហើយលោកធ្វើអីហ្នឹងបានជានាងបញ្ជាក់រហូតមកឆ្នាំនោះកន្លែងនោះខ្ញុំមិនកើវាចាំបាច់ត្រូវឲ្យនាងបម្រើសេវាកម្មលើកក្រោយលោកក៏មកឲ្យសោះទីនេះជាមន្ទីរពេទ្យជាមន្ទីរពេទ្យដែលខ្ញុំបានគឺគ្មាននរណាហ៊ានប៉ះពាល់ទេម៉ាមីដាច់ខាតមិនឲ្យគេដឹងពីវត្តមានក្មេងៗទេឈិញអើក៏មើលទៀតអីប៉ុន្តែខ្ញុំមើលមិនទាន់ឆ្អែតផងបើអញមើលម៉ាមីនៅទីនេះគាត់នឹងអៀនហើយតែហើយកុំរំខានគាត់អីឆាប់ទៅពួកយើងឆាប់ទៅឆាប់ឡើងមើលទៅនាងពុតជាស្រីឃ្លានណាស់ក្រែងលោកគណៈនិយាយថាចង់បម្រើសេវាកម្មក្រោយលក់មែនទេសេវាកម្មគ្រាន់បែរខ្ញុំឲ្យផ្កាយ5ទៅលើងបាយប្រធានចាញ់គ្រោះថ្នាក់ណាស់វិញត្រូវគេឃើញវត្តមានពួកឈៀងអើទៅហើយគេទៅបាត់ហើយមិនបានជួបទេអមិញនឹងទៅណាគេជួយជីវិតយើងមិនបានបង្ហាញការអរគុណទៅគេគ្មានសុជីវធម៌ខ្លាំងណាស់ក៏មកខំគេបានសញ្ញេនៅលើនោះគឺប្រកាសជាមានឈ្មោះហើយក៏មានអាសយដ្ឋានទៀតផងទៅសញ្ញេបន្តិចគឺយកអំណោយខ្លះទៅឲ្យគេដែរទៅបាទធ្វើចឹងត្រូវហើយពួកយើងមិនអាចឲ្យគេខាត់ទឹកចិត្តទេកូនប្រុសស្រីម្នាក់នេះស្អាតហើយល្អខ្លាំងទៀតបើឯងទៅដឹងនាងណាម៉ាក់កុំនៅទីនេះសម័យទៀតអីគេមានកូនទៅហើយហ្នឹងមានកូនតាយ៉ាងម៉េចឯងមិនឃើញក្មេង3នាក់នោះគួរឲ្យស្រឡាញ់យ៉ាងណាទេអីបើឯងទៅដឹងស្រីផ្សេងមិនបានឃើញក្មេងគួរឲ្យស្រឡាញ់បែបនេះទៀតទេណាកូនប្រុសរបស់ខ្ញុំមិនចាញ់3នាក់នោះឡើយហេប្រពន្ធឯងគ្មានផងឯងសម័យថាមានកូនប្រុសហើយហីម៉ាក់និយាយយ៉ាងនេះឯងពិចារណាខ្លួនឯងទៅប្រធានចាំងស៊ើបបានហើយ